ចំលៀបលាម៉ាក់កូនរៀនខំប្រឹងរៀនណាបាទសុវត្ថិភាពកូនសិស្សក្នុងការធ្វើដំណើរទៅសាលារៀននិងពេលសិក្សាគឺជាកត្តាចម្បងដែលទាមទារការចូលរួមពីមាតាបិតានិងសាលារៀនការអនុវត្តសំខាន់រួមមានការធានាសុវត្ថិភាពការធ្វើដំណើរដូចជាជិះទូកឬមធ្យោបាយផ្សេងការថែទាំសុខភាពរាងកាយផ្លូវចិត្តនិងការហាមឃាត់ចំណីអាហារគ្មានសុខភាពនៅសាលា 1. សុវត្ថិភាពក្នុងការធ្វើដំណើរទៅមកសាលាការធ្វើដំណើរតាមផ្លូវទឹកប្រសិនបើសិស្សត្រូវជិះទូកឬទូកដរត្រូវប្រាកដថាកូនពាក់អាវពោងសុវត្ថិភាពគ្រប់ពេលនិងជៀសវាងការជិះលើសចំណុះការធ្វើដំណើរតាមផ្លូវគោកត្រូវបង្រៀនកូនឲ្យចេះគោរពច្បាប់ចរាចរណ៍ដើរលើទ្រូងផ្លូវត្រឹមត្រូវឆ្លងកាត់ផ្លូវដោយប្រុងប្រយ័ត្នអ្នកជូនដំណើរសម្រាប់កូនតូចគួរមានការជូនដំណើរឬរៀបចំមធ្យោបាយដឹកជញ្ជូនដែលមានសុវត្ថិភាពនិងទុកចិត្តបានពីសំណាក់អាណាព្យាបាល2សុខុមាលភាពនិងសុខភាពទូទៅការពិនិត្យសុខភាពត្រូវប្រាកដថាកូនទទួលបានការចាក់វ៉ាក់សាំងការពារជំងឺនានាបានគ្រប់គ្រាន់និងពិនិត្យសុខភាពជាប្រចាំអាហារូបត្ថម្ភក្រសួងអប់រំបានដាក់ចេញនូវយុទ្ធនាការសុវត្ថិភាពចំណីអាហារដោយហាមឃាត់ការលក់ចំណីអាហារមួយចំនួនដូចជាភេសជ្ជៈបើកម្លាំងភេសជ្ជៈផ្អែមការ៉េមស្ករគ្រាប់និងនំដូណាត់នៅតាមសាលារៀនគួរលើកទឹកចិត្តឲ្យកូនញ៉ាំអាហារដែលចម្អិនបានត្រឹមត្រូវនិងវេចខ្ចប់អាហារពីផ្ទះសុខភាពផ្លូវចិត្តជេរកម្សាន្តជាមួយកូនអំពីសាលារៀនដើម្បីដឹងពីបញ្ហាប្រឈមឬការគំរាមកំហែងណាមួយ3បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពការការពារហានិភ័យសាលារៀនមានគោលការណ៍ណែនាំស្តីពីសុវត្ថិភាពសាលារៀនដើម្បីការពារកុមារពីគ្រោះថ្នាក់និងហានិភ័យផ្សេងដូចជាការការពារពីអំពើហិង្សាការអប់រំបរិយាបន្នបច្ចុប្បន្នកម្ពុជាមានផែនការសកម្មភាពស្តីពីការអប់រំបរិយាបន្នដើម្បីធានាថាការសិក្សាមានសុវត្ថិភាពនិងងាយស្រួលសម្រាប់កុមារគ្រប់រូប